តោះបងប្អូនអរគ្នាថ្ងៃហ្នឹងគឺខ្ញុំនាំបងប្អូនអរគ្នាទៅស្ងោរម្រះមិនកុំឲ្យវាជូរហើយនឹងទុកវាបានយូរទៀតអញ្ចឹងបងប្អូនចង់ដឹងអាចតាមដានវីដេអូនេះបានណាជាដំបូងខ្ញុំមានជាមួយនឹងផ្សិតក្រៀមនេះយើងយកទៅត្រាំទឹកហើយមានជាមួយនឹងត្រចៀកកដោទៀតបងប្អូនហើយយើងដាក់ត្រាំទឹកចឹងមកហើយយើងក៏មកធ្វើការដាំទឹកដើម្បីស្រោះម្រះរបស់យើងណាចឹងយើងទុកវាម្លែកមកយើងមកធ្វើការហាន់ជាមួយនឹងម្រះរបស់យើងកាត់វាជាកង់មកណាបងប្អូនទូយើងកាត់ជា2ទៅបើវារៀងធំដែរយើងកាត់វាជា3ជាអីទៅតែម្រះខ្ញុំទិញមកគឺរៀងទូចដែរចឹងយើងកាត់វាជា2មកបន្តមកទៀតគឺខ្ញុំមកចកក្របវាឲ្យស្អាតណាបងប្អូនមុននឹងស្ងោរម្រះមើលផងណាចកក្របវាឲ្យស្អាតបាត់មកចឹងពេលដែលយើងចកវាស្អាតហើយចាំយើងមកធ្វើយកវាទៅលាងទឹកហើយយើងយកវាមកដាក់បង់ជាមួយនឹងទឹកដែលយើងដាំក្តៅហ្នឹងមកបងប្អូនបង់ចូលមកហើយបន្ទាប់មកយើងមកធ្វើការហាន់ជាមួយនឹងសាច់នេះផងដែរគឺខ្ញុំទិញជាមួយនឹងសាច់រៀងជាប់ខ្លាញ់ណាបងប្អូនបើយើងចិញ្ច្រាំញាត់វាទៅឆ្ងាញ់អញ្ចឹងយើងចិញ្ច្រាំវាឲ្យម៉ត់ខៃតិចមកម៉ត់ល្មមណាបងប្អូនបន្ទាប់មកទៀតយើងមកធ្វើការដំជាមួយនឹងខ្ទឹមរបស់យើងមានខ្ទឹមសហើយខ្ញុំក៏លាយជាមួយនឹងខ្ទឹមក្រហមច្រាំមានតិចដែរដើម្បីពេលយើងបំពងទៅវាហិតតែឆ្ងាញ់អញ្ចឹងបងប្អូនបន្ទាប់មកទៀតយើងមកធ្វើការហាន់ផ្សិតរបស់យើងវែងបែបហ្នឹងមកដើម្បីយើងយកវាទៅបំពងជាមួយនឹងខ្លាញ់ថែមទៀតឲ្យវាបង្កើនរសជាតិកាន់តែឆ្ងាញ់អញ្ចឹងបងប្អូនបន្ទាប់មកខ្ញុំធ្វើការចាក់ប្រេងឆាហើយយើងដាក់ខ្ទឹមរបស់យើង1ភាគទៅទុក1ភាគទៅអញ្ចឹងមកយើងមកធ្វើការកូរវាហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងផ្សិតហ្នឹងហើយកូរវាឲ្យក្រៀមតិចបងប្អូនខ្ញុំធ្វើការបង់គ្រឿងខ្ញុំកូរវាក្រៀមហើយខ្ញុំបង់គ្រឿងជាមួយនឹងរ៉ូឌីទឹកត្រីអីហ្នឹងមកតាមចំណូលចិត្តបងប្អូនចង់ដាក់គ្រឿងអីក៏បានដែរសម្រាប់ស្ងោរម្រះបងប្អូនខ្លះក៏ចូលចិត្តស្ងោរទឹកមុនអីចឹងតែខ្ញុំចូលចិត្តឆាមុនចឹងឆាគ្រឿងមុនទៅបានដាក់ទឹកតាមក្រួយទៅវាឲ្យវាកាន់តែឈ្ងុយចឹងណាហើយគ្រឿងរបស់ខ្ញុំគឺមានជាមួយនឹងជាដើមមិញយើងហាន់ចឹងមកហើយបន្ទាប់មកខ្ញុំក៏មានជាមួយនឹងមីសួរទៀតបងប្អូនយើងហាន់មីសួរនឹងឲ្យវាហិងទូចមកដើម្បីស្រួលញាត់បងប្អូនចង់ចិញ្ច្រាំមីសួរនឹងជាមួយនឹងសាច់ជ្រូកមកក៏បានដែរតែខ្ញុំអត់ទេខ្ញុំធ្វើចឹងដោយសារតារៀងច្រាមរៀងយូរចឹងហើយយើងមកលាយគ្រឿងរបស់យើងចូលគ្នាមកមានជាមួយនឹងមីសួរទៅជាកដោជាមួយនឹងប្រសិទ្ធក្រៀមយើងទុកខ្លះមកហើយមានជាមួយនឹងស្ដេចដីមានខ្ទឹមសអីទៀតមកបងប្អូនយើងបងមកហើយបន្តមកទៀតខ្ញុំមកលាយគ្រឿងបន្ថែមបងប្អូនដើម្បីឲ្យសាច់របស់យើងចូលជាតិយើងដាក់ជាមួយនឹងម្រេចស្ករសជាមួយនឹងប្រេងខ្យងតិចមកបងប្អូនបន្តមកទៀតយើងបងជាមួយនឹងទឹកត្រីថែមតិចមកហើយខ្ញុំដាក់ម្សៅរ៉ូឌីបងប្អូនខ្ញុំអត់ប្រើប៊ីចេងទេអញ្ចឹងខ្ញុំអេដអំបិលថែមតិចមកដើម្បីឲ្យវាកាន់តែចូលជាតិឆ្ងាញ់អញ្ចឹងណាយើងលាយវាចូលគ្នាកូរវាឲ្យគ្រឿងរបស់យើងចូលគ្នាមកចាំយើងមកធ្វើការញាត់វាអញ្ចឹងរបៀបញាត់គឺអត់មានអីពិបាកទេបងប្អូនធ្វើអញ្ចឹងមកគ្រាន់តែដាក់ញាត់ម្រះរបស់យើងនឹងញាត់វាឲ្យណែនណាបងប្អូនបើញាត់អត់ណែនទេម្រះរបស់យើងវាអាចចេញសាច់ចេញមកចឹងទៅវាអត់ឆ្ងាញ់ទេវាអត់ចូលជាតិទៅនឹងម្រះហ្នឹងឯងចឹងបងប្អូនញាត់វាឲ្យណែនស្កត់វាឲ្យណែនណាពេលបន្ទាប់មកស្កត់វាណែនហើយយើងដាក់បង់ចូលឆ្នាំងមកនេះឃើញអត់បងប្អូនវាណែនចឹងវាអត់ងាយអណ្ដែតសាច់យើងចេញទេចឹងបើបងប្អូនចង់ធ្វើបងប្អូនអាចមើលតាមនឹងបានណាហើយបន្តមកទៀតយើងទុកវាឲ្យពងនិយាយទៅយើងដាក់ទឹកវាឲ្យច្រើនមកឲ្យវាពុះមកដាច់ទឹកហ្នឹងមើលតែទឹកវារៀងស្រក់តិចហើយម្រះរបស់យើងចាប់ផ្ដើមផុយឯងបងប្អូនពេលហ្នឹងគឺយើងញ៉ាំបានហើយអញ្ចឹងយើងមកធ្វើការញ៉ាំទាំងអស់គ្នាណានិយាយទៅរសជាតិរបស់វាគឺឆ្ងាញ់មែនតើបងប្អូនភាគច្រើនខ្ញុំស្ងោរម្រះខ្ញុំអត់សូវដែរដាក់មីស៊ូទេព្រោះខ្លាចទុកដល់ផឹកទៅផ្អូមអីចឹងបើបងប្អូនចង់ធ្វើបានយូរបើចាំដាក់មីស៊ូក៏បានដែរតែសម្រាប់អ្នកតែខ្ញុំគឺយើងចូលចិត្តញ៉ាំម្រះចឹងហើយញ៉ាំច្រើនអញ្ចឹងពេលសអីអាចនឹងសតិចតួចទេអញ្ចឹងទុកផឹកបានចឹងវីដេអូហ្នឹងគឺអត់មានអីច្រើនទេមានតែស្ងោរម្រះញ៉ាំជាមួយនឹងទឹកត្រីជាតិមែនតើបងប្អូនហើយចឹងសម្រាប់បងប្អូនណាដែលចូលចិត្តស្ងោរអាចស្ងោរតាមនឹងបានគឺវាអត់ជូរហើយទុកបានយូរទៀតអរគុណបាយបាយ